ជាមួយនឹងតម្លៃជាង$30,000សម្រាប់បងប្អូនដែលកំពុងតែស្វែងរកនៅរថយន្ត MPV កូនកាត់ SUV ប្រេនជប៉ុនជាពិសេសគឺមាន option ល្អទំនើបទីផ្សារក៏ល្អបងប្អូនកុំភ្លេចពិចារណាជាមួយនឹង Mitsubishi Xpander Cross ស៊េរីឆ្នាំ2026ជាមួយនឹងតម្លៃជាង$30,000សម្រាប់បងប្អូនដែលកំពុងតែស្វែងរកនៅរថយន្ត MPV កូនកាត់ SUV ប្រេនជប៉ុនជាពិសេសគឺមាន option ល្អទំនើបទីផ្សារក៏ល្អបងប្អូនកុំភ្លេចពិចារណាជាមួយនឹង Mitsubishi Xpander Cross ស៊េរីឆ្នាំ2026ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនពីហេតុផលបងប្អូននេះគឺជាជំរើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងបរិបទគ្រួសារជាមួយនឹង Mitsubishi Xpander Cross ស៊េរីឆ្នាំ2026ទាំង option ទំនើបសុវត្ថិភាពជិះបានគ្នាច្រើនធំទូលាយហើយជាប្រេនជប៉ុនដែលមានទីផ្សារល្អអញ្ចឹងបងប្អូនអរគ្នាសម្រាប់រថយន្តនេះទៀតសោតទទួលបាននូវការផ្លាស់ប្ដូរពីស៊េរីមុនអញ្ចឹងថ្ងៃនេះខ្ញុំនឹងជំរាបជូនបងប្អូនពីការផ្លាស់ប្ដូរសម្រាប់ស៊េរីឆ្នាំ2026ទៅលើ Mitsubishi Xpander Cross ស៊េរីថ្មីនេះបងប្អូនអរគ្នាដោយរថយន្តនេះបំពាក់មកជាមួយនឹងម៉ាស៊ីនសាំង 1.5 លីត្រដែលប្រើប្រាស់នៅបច្ចេកវិទ្យា Mavic DOHC Euro 4ហើយមាននៅប្រព័ន្ធបច្ចេកវិទ្យាមួយដែលជួយទៅលើភាពសំចៃគឺ Idle Neutral Control ដែលមានបំពាក់ទៅលើ Xpander Cross ស៊េរីឆ្នាំ2026នេះដែលឡាយកម្លាំងគឺ105 PS ជាប់មកជាមួយនឹងប្រអប់លេខ4វាអូតូម៉ាទិកកម្រិតស៊ីប្រេងឥន្ធនៈជាមធ្យមចន្លោះពី5ទៅ6លីត្រក្នុង100គីឡូម៉ែត្រខ្ញុំគិតថាសំចៃខ្លាំងមែនទែនសម្រាប់បងប្អូនដែលប្រើប្រាស់ច្រើនក្នុងទីក្រុងនិយាយរួមទៅគឺជួយកាត់បន្ថយការចំណាយបងប្អូនបានយ៉ាងល្អបំផុតមួយឥឡូវយើងទៅមើលពាក់ព័ន្ធជាមួយនឹងការ design បន្តិចដោយសារតែរថយន្តនេះគេផ្ដោតខ្លាំងទៅលើភាពធន់នៃការប្រើប្រាស់ដូចខ្ញុំបានបញ្ជាក់នៅខាងដើមអញ្ចឹងយើងមិនបាច់សង្ស័យច្រើនទេពាក់ព័ន្ធជាមួយនឹងភាពធន់តែម្ដងអញ្ចឹងបងប្អូនយើងកលែកទៅមើលផ្នែកខាងមុខគេហៅថា Dynamic Seal Design ជាប្រភេទការ design DNA របស់ Mitsubishi ចំនួនចុងក្រោយ Dynamic Seal នេះគឺធ្វើឲ្យផ្នែកខាងមុខមើលទៅស្វាហាប់រឹងមាំនិយាយរួមទៅគឺតាក់ទាញតែម្ដងឥឡូវយើងចូលទៅមើលផ្នែកបណ្ណាវិញម្ដងសម្រាប់ការផ្លាស់ប្ដូរថ្មីប្រឡោះខ្យល់គឺកាន់តែធំជាងមុនជារាងបែបសបុកឃ្មុំមើលទៅស្ពណ៌ហ្មងហើយរំលេចខ្លាំងជាងគេគឺទៅលើ logo ពេជ្រ3គ្រាប់របស់ Mitsubishi ចេញពី logo ពេជ្រ3គ្រាប់បងប្អូនកលែកទៅមើលខាងលើនៃដបូលម៉ាស៊ីនយើងឃើញជាមួយនឹងអក្សរ Xpander Cross ជាមួយនឹងពណ៌ក្រម៉េភ្លឺផ្លេតែម្ដងបងប្អូនជាចំណុចតាក់ទាញមួយដែរកាន់តែពិសេសបងប្អូនអរគ្នានៅកន្លែងនេះគឺយើងមានមកជាមួយនឹងក្រម៉េនេះគឺវាស៊ីគ្នាខ្លាំងជាមួយនឹងពណ៌ខ្មៅហើយវាក៏បង្កើតបាននៅគេហៅថាទស្សនីយភាពបែបផ្លេកនៅពេលដែលយើងបើកបរតាមដងផ្លូវនៅពេលដែលចាំងជាមួយនឹងពន្លឺភ្លើងឬក៏ពន្លឺថ្ងៃបងប្អូនដែល light សម្រាប់ពាក់ព័ន្ធជាមួយជាគៀងគឺជាប្រភេទ LED ទាំងភ្លើង daytime running light និងភ្លើងជាគៀង LED អក្សរ T នេះសម្រាប់ភ្លើងអក្សរ T នេះបងប្អូនអរគ្នាមានចំណុចដែលពិសេសគឺវាអាចតឡើងទម្លាក់ពន្លឺដោយស្វ័យប្រវត្តិបានជាពិសេសគឺវាមានមុខងារ coming home light ក៏ដូចជា follow me home light មានន័យថានៅពេលដែលយើងចូលមកចិត្តខិតជាមួយនឹងរថយន្តនឹងចាប់ផ្ដើមបំភ្លឺភ្លើងហើយនៅពេលដែលយើងចាក់ឆ្ងាយពីរថយន្តគឺវានឹងមានភ្លើង follow me home ដែលជួយបំភ្លឺភ្លើងយើងនៅពេលដែលយើងធ្វើដំណើរចូលទៅកាន់ផ្ទះឬក៏ចូលទៅកាន់ការ៉ាសហើយសូម្បីតែភ្លើង fog light ក៏ជាប្រភេទ LED ដែរហើយខ្ញុំចាប់អារម្មណ៍ជាងគេគឺនៅលើផ្នែកសំណុំខាងមុខកាងខាងក្រោមនេះដូចជាខែលអញ្ចឹងធ្វើឲ្យគម្លាតហើយពីដីរបស់វាពីខាងមុខគឺល្អមិនងាយនៅក្នុងការកោសជាពិសេសវាធ្វើឲ្យរថយន្តមើលទៅអំណាចមើលទៅតាក់ទាញស្វាហាប់អញ្ចឹងបងប្អូនអរគ្នាសម្រាប់ dimension វិញម្ដងរថយន្តនេះមានបដោយប្រវែង 4595 មីលីម៉ែត្រជាមួយនឹងទទឹង 1790 មីលីម៉ែត្រហើយកម្ពស់របស់វាគឺ 1750 មីលីម៉ែត្រដែល light សម្រាប់ ground clearance ឬក៏គម្លាតហើយពីដីរបស់វាគឺរហូតដល់225 មីលីម៉ែត្រអញ្ចឹងកម្ពស់ប៉ុណ្នេះមកល្មមសមរម្យអញ្ចឹងបងប្អូនអរគ្នាផ្នែកខាងមុខគឺខ្ញុំមានប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកចំហៀងដើម្បីស្វែងយល់នៅបច្ចេកវិទ្យាក៏ដូចជាអ្វីដែលជាការផ្លាស់ប្ដូរសម្រាប់ស៊េរីថ្មី2026ទៅលើ Mitsubishi Xpander Cross ប
បងប្អូនអ្នកគ្នាសូមចូលមកកាន់ផ្នែកចំហៀងខ្ញុំសូមនិយាយពាក់ព័ន្ធមួយយ៉ាន់កង់ការ design យ៉ាន់កង់ជាមួយនឹងពណ៌ខ្មៅរលោងអមមកជាមួយនឹងក្រូមេដែលវាស៊ីគ្នាមែនតើទៅនឹងខ្នាតសបកកង់205 55 R17 មកល្មមសមរម្យដែលយើងអាចប្រើប្រាស់បានគ្រប់ស្ថានភាពឥឡូវយើងទៅមើលត្រឡោកកញ្ចក់គឺមានសញ្ញោ LED មានមុខងារក្តោបដែលឆ្នៃប្រវត្តិការ design មកដែលថាស្អាតមើលទៅក្រាស់ល្អមែនតើបងប្អូនកន្លែងទៅមើលផ្នែកកញ្ចក់ windshield ដែលមានមុខងារកាត់នៅកាំរស្មី UV និងកាត់បន្ថយនៅកម្ដៅបានយ៉ាងល្អនៅក្នុងកលៈទេសៈដែលក្តៅឬក៏មានពន្លឺថ្ងៃគឺវាកាត់បន្ថយដែលវាជួយច្រើនទៅលើផាសុខភាពនៅក្នុងការធ្វើដំណើរតែម្ដងអញ្ចឹងបងប្អូនកន្លែងទៅមើលប្អួចនេះមានមកជាមួយនឹងក្រូមេមួយសន្លឹកអូសពីខាងមុខដេញរហូតដល់ស្តុបខាងក្រោយតែម្ដងនេះគឺជាចំណុចតាក់ទាញមួយរបស់ Xpander Cross 2026នៅផ្នែកចំហៀងអត់ចោលទេបងប្អូនមានមកជាមួយនឹង roof rail បាទ roof rail របស់វាគឺជាមួយនឹងពណ៌ខ្មៅរលោងហើយ roof rail នេះធំយើងអាចចងអីវ៉ាន់យើងអាចបន្ថែមមកជាមួយនឹង accessory បន្ថែមដែលយើងអាចធ្វើការដាក់ cargo មានន័យថាជា storage box ហាប្រអប់ដាក់អីវ៉ាន់យើងចង់បែប camping បែប adventure ឬក៏យើងចង់ឲ្យតលាយផ្នែកខាងក្នុងបន្ថែមទៀតគឺយើងអាចប្រើប្រាស់ជាមួយនឹង roof rail នេះបានមកអស់លទ្ធភាពតែម្ដងបងប្អូនមើលទៅលើ body ផ្នែកចំហៀងជាមួយនឹងពណ៌ប្រផេះនេះក៏វាស៊ីមួយយ៉ាងដែរបងប្អូនគឺដេញពីខាងមុខនេះរហូតដល់ផ្នែកខាងក្រោយផ្នែកចំហៀងខ្ញុំសូមត្រួសត្រឹមប៉ុណ្ណឹងបងប្អូនអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកខាងក្រោយដល់គ្នាដោយសារតែផ្នែកខាងក្រោយមានចំណុចដែលត្រូវបង្ហាញជូនបងប្អូនបន្ថែមទៀតអូខេបងប្អូនឥឡូវចូលមកកាន់ផ្នែកខាងក្រោយអូខេនិយាយ stop មុន stop គឺជាប្រភេទ LED ជារាងអក្សរ T ដូចជាផ្នែកខាងមុខដែរបងប្អូនមើលទៅផុសច្បាស់មែនតើបាទកន្លែងនេះគឺមានមកជាមួយនឹងអក្សរ Xpander Cross 2026 logo Mitsubishi មើលទៅ clean អត់មានអ្វីដែលហៅថាសាំច្រើនណាបងប្អូនចូលទៅមើលផ្នែកខាងក្រោមនេះវិញគឺមាននៅការ design បាទផ្នែក diffuser នៅខាងក្រោមនេះបែបស្ពណ៌មើលទៅផុសច្បាស់ល្អមែនតើខាងក្រោយនេះបញ្ជាក់បងប្អូនបន្តិចសម្រាប់ Xpander Cross 2026នេះគឺមានមកជាមួយនឹង stop cut up នៅពេលដែលចុះ up បងប្អូនអាចមើលខាងក្រោយច្បាស់ហើយក៏វាជួយច្រើននៅពេលអាយ៉ែដែរបងប្អូនអរគ្នាឥឡូវយើងចូលទៅមើលក្លុបខាងក្រោយអរគ្នាដូចខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងរថយន្តនេះគឺជាប្រភេទរថយន្ត MPV កូនកាត់ SUV 7កៅអីអញ្ចឹងបងប្អូនមើល space ដាក់អវ៉ាន់គឺធំបើសិនជាយើងបត់កៅអីជួរទី3នេះយើងអាចដាក់អវ៉ាន់បានច្រើនដាក់វ៉ាលីបានច្រើនមែនតើបើសិនជាយើងប្រើប្រាស់ត្រឹមតែ5កៅអីនៅផ្នែកខាងមុខខ្ញុំគិតថាប្រព័ន្ធនេះគឺមួយអែមមើលទៅធំមែនតើក៏ប៉ុន្តែបើសិនជាយើងមានគ្នាអង្គុយបាទ7ទៅ8នាក់សម្រាប់អ្នកមានល្មមបានមកអែមតែម្ដងវាមាន under cargo storage នៅខាងក្រោមនេះបាទនៅពេលដែលយើងទាញបើកទៅយើងឃើញ space អាចធ្វើការដាក់នៅសម្ភារៈរបស់យើងបានដាក់ស្បែកជើងដាក់អ្វីដែលបងប្អូនចង់ដាក់នៅក្រោមនឹងបានហើយបិទចិត្តបងប្អូនទាំងគ្នាសុទ្ធតែជាចំណុចពិសេសទាំងអស់ហើយមានមកជាមួយនឹងកាមេរ៉ាអាយ៉ែថយក្រោយមួយមាន guideline នៅក្នុងការសម្រួលបងប្អូនអាចចូលប្រអប់ឬក៏ចូលអក្សរ P អីគឺស្រួលបងប្អូនទាំងគ្នាយើងបានដឹងពីចំណុចពិសេសនៅផ្នែកខាងមុខផ្នែកចំហៀងក៏ដូចជាផ្នែកខាងក្រោយក៏ប៉ុន្តែបងប្អូនអត់ទាន់បានដឹងខាងក្នុងនៅឡើយទេត្រូវអត់ឥឡូវបើចង់ដឹងពីចំណុចពិសេសនៃការផ្លាស់ប្ដូរនៅផ្នែកខាងក្នុងក្រុមអញ្ជើញបងប្អូនទៅតាមដានទស្សនាបន្តជាមួយខ្ញុំនៅផ្នែកខាងក្នុងតើគ្នាតោះបងប្អូនអរគ្នាឥឡូវសូមនាំចូលមកកាន់ផ្នែកខាងក្នុងនៃ Xpander Cross ស៊េរីឆ្នាំ2026អញ្ចឹងបងប្អូនដឹងស្រាប់ហើយថា DNA របស់ Mitsubishi គឺផ្ដោតទៅលើភាពសាមញ្ញងាយស្រួលហើយធន់ឥឡូវខ្ញុំលើកជាឧទាហរណ៍មួយដូចជា Snow បិទទ្វារបងប្អូនចាំស្ដាប់ជាមួយនឹងសលេងបិទទ្វារតើវាហាប់ប៉ុណ្ណាបាទបិទទៅមានអារម្មណ៍ថាហាប់ល្អតែម្ដងនឹងគឺជា DNA របស់ជប៉ុនពិតហ្មងបងប្អូនអរគ្នាឥឡូវយើងនិយាយពាក់ព័ន្ធជាមួយនឹងកៅអីខាងក្នុងរបស់រថយន្តទាំងអស់ហ្នឹងគឺជាប្រភេទកៅអីស្បែកដែលមានមុខងារ heat guard ហ្នឹងគឺជាកៅអីដែលមានមុខងារកាត់បន្ថយកម្ដៅនៅពេលដែលខ្ញុំចតរថយន្តចោលរយៈពេលយូរហើយមកអង្គុយគឺអត់មានអារម្មណ៍ថាក្ដៅខ្លាំងទេបងប្អូនកៅអីអ្នកបើកបរនិងអ្នករួមដំណើរនេះយើងអាចធ្វើការកាច់សេរីបានតាមការចង់បានរបស់យើងដោយ manual ចេញឆ្ងាយពីកៅអីយើងចូលទៅកាន់ផ្នែកចង្កូតគឺជាប្រភេទ multi functional steering wheel ដែលមានមុខងារបញ្ជាលើនឹងច្រើនដូចជាខាងឆ្វេងដៃគឺមានមុខងារបងប្អូនអាចធ្វើការចុចដើម្បីមើលទៅលើ information ផ្សេងហើយយើងអាចធ្វើការបដូរបទចម្រៀងបាទលើកឬក៏ផ្ដាច់ទូរស័ព្ទ voice comment បញ្ជាដោយសំឡេងជាដើមហើយចង្កូតនេះគឺជាប្រភេទចង្កូតស្រោបស្បែកហើយជាប្រភេទចង្កូត 3 spoke design 3 spoke មានន័យថាជា3ប្រឡោះកន្លែងចាប់កាន់របស់វាគឺមាន3ប៉ុណ្ណឹងអញ្ចឹងយើងចូលទៅកាន់អេក្រង់ផ្ដល់ព័ត៌មាននៅផ្នែកខាងមុខនេះទំហំ8អ៊ីនផ្ដល់ទិន្នន័យជាលក្ខណៈ digital បងប្អូនអាចមើលពី RPM ឬក៏មុខងារកំណត់ផ្សេងដែលយើងអាចធ្វើការមើលទៅលើប្រព័ន្ធទំនើបឧទាហរណ៍ដូចជាប្រព័ន្ធ AYC ឬក៏ Active Yaw Control ជាដើមចូលមកកាន់អេក្រង់ប្រព័ន្ធកំសាន្តនេះគឺជាអេក្រង់ Smartphone Link Display Audio SDA ដែលមានទំហំ10អ៊ីនដែលមានមុខងារភ្ជាប់ Apple CarPlay និង Android Auto បងប្អូនឃើញស្រាប់ហើយណាច្បាស់ល្អហើយវាបង្ហាញនៅកាមេរ៉ាអាយ៉ែថយក្រោយផងដែរមានមកជាមួយនឹង guideline ដែលយើងអាចធ្វើការរេតាមចង្កូតយើងចូលទៅ general នេះយើងអាចធ្វើការសេរីទៅលើប្រព័ន្ធ infotainment ក៏បានបាទយើងកំណត់ setting ផ្សេងដែលបងប្អូនចង់ setting និយាយរួមទៅ screen នេះគឺ fully control យើងអាចធ្វើការ control ទាំងផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងក្នុងឬក៏ប្រព័ន្ធសុវត្ថិភាពតាមរយៈការចុចបញ្ជាទៅលើអេក្រង់នឹងបានបងប្អូនអរគ្នាសម្រាប់ speaker គឺមាន6គ្រាប់បងប្អូនអរគ្នាប៉ុន្តែមានចំណុចពិសេសរបស់វានេះយើងចុចទៅកាន់កន្លែងនេះគឺយើងអាចធ្វើការ customize បានឥឡូវយើងស្ដាប់ជាមួយនឹងបាទ
សលេងរបស់វាគឺមានរហូតដល់ 5.1 CH មានន័យថាជាប្រភេទ surround sound cinema ហើយឡើយនេះយើងអាចធ្វើការកំណត់នៅមុខងារ mode សំឡេងបានដូចជា cinema mode នេះបែប pro mode នេះបែប music mode តែម្ដងបែប mono និងបែប LCRS mode និយាយរួមទៅបងប្អូនពេលដែលប្រើប្រាស់រថយន្តនេះអាស្រ័យលើការចង់បានការស្រឡាញ់របស់បងប្អូនថាបងប្អូនពេញចិត្តជាមួយនឹង mode sound មួយណានិយាយរួមទៅការ customize បាសនៅក្នុង Xpander Cross នេះមិននឹកស្មានថាវាមានមុខងារហ្នឹងឥឡូវយើងចូលមកកាន់ផ្នែកបញ្ជាសីតុណ្ហភាពក្នុងរថយន្តគឺយើងអាចបញ្ជាបានដោយ automatic គឺយើងមានប៊ូតុងបញ្ជាកន្លែងនេះសេរីទៅលើអង្សាខាងនេះសេរីទៅលើ speed ទាំង HAL ហើយខាងក្រោមនេះគឺយើងសេរីទៅលើមុខងារដូចជា mic cool ដើម្បីឲ្យវាបាញ់ខ្លាំងហើយ AC ហើយនឹងប៊ូតុងខ្យល់ចេញខ្យល់ចូលហើយនឹងបិទអញ្ចឹងសម្រាប់ប្រព័ន្ធសីតុណ្ហភាពក្នុងរថយន្តឬក៏ប្រព័ន្ធម៉ាស៊ីនត្រជាក់គឺជាប្រភេទ Micron Air Filtration គឺជាប្រភេទម៉ាស៊ីនត្រជាក់ដែលច្រោះខ្យល់ល្អធ្វើឲ្យខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់គឺទទួលបានអារម្មណ៍ fresh ល្អសម្រាប់អ្នកដែលអង្គុយនៅខាងក្នុងអញ្ចឹងយើងចូលទៅកាន់ Center Console នេះគឺយើងមាននៅចង្កឹះលេខដែលស្រួលបញ្ជាបាទងាយមែនតើចង្កឹះលេខនេះស្រោបស្បែកហើយស្រួលនៅក្នុងការកាន់សាមញ្ញមានប្រព័ន្ធ auto hold មានប្រព័ន្ធ automatic parking brake ជាប្រព័ន្ធប្រាំងដៃ electronic ខាងក្រោមនេះគឺយើងអាចធ្វើការដាក់ទូរស័ព្ទបានមានមកជាមួយនឹងកន្លែង USB ដើម្បីធ្វើការសាកភ្លើងហើយនឹងរុនឌុយបារីដែលមានទំហំ 12V ផងដែរបងប្អូនអរគ្នាខាងលើនេះក៏មានកលុកមួយសម្រាប់ឲ្យយើងដាក់ name card ដាក់អ្វីៗទូចខ្លីៗនៅខាងលើនេះផងដែរអត់តន់ចប់ទេបងប្អូនយើងមាន cup holder ចំនួន1គូអ្នកដែលគាត់ចូលចិត្តបើកផ្លូវឆ្ងាយត្រូវការទឹកអីបងប្អូនដាក់នៅកន្លែងកលុកហ្នឹងទៅបាទហើយមាននៅ armrest ស្រោបជាមួយនឹងស្បែកខាងក្នុងនេះគឺជ្រៅយើងដាក់វ៉ែវ៉ាន់ផ្សេងៗដែលបងប្អូនចង់ដាក់ក្នុងនឹងបានបងប្អូនក្រៅពីគីឡូបុកយើងមានកន្លែងថតដាក់អវ៉ាន់មួយថតដាក់អវ៉ាន់នេះយើងអាចដាក់អីក៏បានដែរវាមាន organize អាទូចនេះយើងអាចដាក់របស់ទូចហើយអាធំនេះយើងដាក់របស់ដែលធំទៅឬក៏ដាក់ទូរស័ព្ទក៏បានដែរអត់អង្គិលទៅណាទេជាប្រភេទជ័រដែលស្អិតទៅណាយើងដាក់ទៅអត់អង្គិលទេហើយខាងក្រោមនេះយើងមានគីឡូបុកគឺយើងអាចដាក់អវ៉ាន់ផ្សេងៗបាននៅក្នុងហ្នឹងចំណុចដែលពិសេសហើយប្លែកគឺជា storage ដាក់អវ៉ាន់គេហៅថា sit under tray មានន័យថាមាន storage ដាក់អវ៉ាន់មួយនឹងខាងក្រោមនេះតែភាគច្រើនគេដាក់ជាមួយនឹងស្បែកជើងហើយទម្ងន់របស់វា max គឺ2គីឡូក្រាមមានន័យថាត្រទម្ងន់បានធ្ងន់បំផុត2គីឡូក្រាមអញ្ចឹងនៅពេលដែលខ្ញុំដាក់ហើយខ្ញុំបិទបាទផឹបចិត្តឆឹងអត់មានល្អិលទេបិទវាឲ្យចូលកលឹះទៅអូខេហើយដោយសារតែនេះគឺជា Xpander Cross គឺយើងទទួលបាននៅទំហំផ្នែកខាងលើល្អជាងមុនបងប្អូនឃើញការអង្គុយរបស់ខ្ញុំយើងសល់កម្រិតផ្នែកខាងលើជាងខ្ពស់ជាង Xpander ធម្មតាអញ្ចឹង model Cross នេះខ្ញុំឆ្លាញ់ក្នុងថា space ខាងលើវាល្អអញ្ចឹងនៅពេលដែលយើងអង្គុយទៅមានអារម្មណ៍ថាទលាយចូលទៅកាន់កញ្ចក់មើលក្រោយនេះក៏មានចំណុចពិសេសដែរបងប្អូនគឺវាមានមុខងារ dimming កាត់បន្ថយនៅចំណាំងផ្លាតពេលថ្ងៃអញ្ចឹងអត់អីទេណាតែពេលយប់បងប្អូនជិះពីមុខឡានដែលគាត់មានភ្លើងហ្វាបងប្អូនពិបាកមើលផ្លូវបើសិនជាកញ្ចក់មួយនេះអត់មានមុខងារកាត់ចំណាំងផ្លាតជារួមសម្រាប់ Mitsubishi នៅតែផ្ដោតលើភាពធន់មាំជាប់យូរអង្វែងឥឡូវកៅអីជួរទី1គឺយើងចប់ហើយយើងចូលទៅកាន់កៅអីជួរទី2ហើយបន្តចូលទៅកាន់កៅអីជួរទី3ទាំងអស់គ្នាតោះអូខេបងប្អូនអរគ្នាឥឡូវយើងចូលមកកាន់កៅអីជួរទី2ហើយកៅអីជួរទី2ខ្ញុំពេញចិត្តខ្លាំងបាទទៅលើកម្រិតជើងយើងអាចសេរីបានឥឡូវបងប្អូនទស្សនាណាចង់អង្គិលមកមុខក៏បានកិលទៅក្រោយក៏បានដោយសារតែវាអាចសេរីបានហើយទាំងយើងអាចសេរីនៅតម្របង្អែកខ្នងរបស់យើងតាមការចង់បានរបស់យើងតែម្ដងជាពិសេសកៅអីវាគ្រប់ជួរទាំងអស់ទាំងជួរទី1ទី2និងទី3គឺមានកន្លែងសេរីបង្អែកក្បាលនេះបងប្អូនអរគ្នាបាទសេរីតម្រូវជាមួយនឹងការផ្អែករបស់យើងគឺបានមកស្រឡាញ់ហ្មងឥឡូវបងប្អូនទស្សនាពីកម្រិតផ្នែកខាងលើអញ្ចឹងបងប្អូនទស្សនាការអង្គុយជាក់ស្ដែងរបស់ខ្ញុំអញ្ចឹងបានគេពេញចិត្តខ្លាំងទៅលើ Xpander Cross ត្រង់កន្លែងហ្នឹងជាចំណុចពិសេសរបស់ Xpander Cross ទៅលើការទលាយទៅលើផ្នែកខាងលើឬក៏កម្រិតក្បាលអញ្ចឹងកៅអីជួរទី2គឺមាននៅចំណុចពិសេសរបស់វាទៅលើផ្នែកម៉ាស៊ីនត្រជាក់បងប្អូនកលេចមើលខាងលើបន្តិចម៉ាស៊ីនត្រជាក់គឺមានរហូតដល់4បន្លោះនិយាយរួមទៅយើងអាចសេរីបានទៀតវាមានប៊ូតុងសេរីខ្យល់ខ្លាំងខ្យល់តិចបងប្អូនអាចសេរីបានហើយរហូតដល់4បន្លោះអានេះយើងសេរីបន្លោះខ្លះសម្រាប់កៅអីជួរទី2ហើយនិងបន្លោះមួយចំនួនយើងអាចសេរីបាញ់សម្រាប់កៅអីជួរទី3ផងដែរយើងទទួលបាននៅចំណុចពិសេសមួយទៀតទៅលើការសាកថ្មគឺយើងមានមកជាមួយនឹង USB ធម្មតានិង USB Type C សម្រាប់សាកថ្មនៅផ្នែកខាងក្រោយនេះផងដែរអត់តន់ចប់ទេគឺយើងមានមកជាមួយនឹងកន្លែង armrest នេះក៏មាននៅ cup holder ដែលយើងអាចដាក់កែវកាហ្វេឬក៏កែវភេសជ្ជៈរបស់យើងបានរហូតដល់2ដែលឡែកសម្រាប់កៅអីជួរទី3វិញមិនមែនថាសម្រាប់តែក្មេងអង្គុយណាបងប្អូនកៅអីជួរទី3អ្នកដែលមានកម្ពស់ហៅថាវ័យកដាលឬក៏ក្មេងៗដែលមានកម្ពស់ខ្ពស់ក៏អាចអង្គុយបានដែរបើសិនជាចង់ស្រួលខ្លួនអង្គុយ2នាក់ហើយបើសិនជាចង់បញ្ជាតិបាន3នាក់អញ្ចឹងអាចចន្លោះពី7ទៅ8នាក់សម្រាប់ការអង្គុយនៅខាងក្នុង Xpander Cross 2026នេះអញ្ចឹងបងប្អូនកន្លែងទៅមើលកៅអីជួរទី3គឺយើងឃើញថាមានកន្លែងសោកសៀតជាមួយនឹង iPad កន្លែង
ដាក់ជាមួយនឹង cup holder កំប៉ុងកែវទឹករបស់យើងកៅអីជឿទី3ក៏គេបានគិតគូរដែរជាពិសេសគម្លាតជើងសម្រាប់កៅអីជឿទី3ហ្នឹងគឺមកល្មមសមរម្យគ្រាន់តែថាវារៀងតូចជាងកៅអីជឿទី2បន្តិចប៉ុន្តែខ្ញុំគិតថាសម្រាប់ passenger នៅខាងក្រោយក៏នៅតែមិនចោទចេញជាបញ្ហាពាក់ព័ន្ធជាមួយនឹងភាពចង្អៀតឬក៏ទំហំនៅផ្នែកខាងក្នុងតែបងប្អូនអត់ទាន់ដឹង performance រថយន្ត Xpander Cross 2026នេះនៅឡើយថាតើវាមាននៅការបើកបរបែបម៉េចបទពិសោធន៍នៃការបើកបររបស់ខ្ញុំបែបណាអារម្មណ៍របស់ខ្ញុំបែបណាជាមួយនឹង Xpander Cross 2026នេះចឹងមានតែគោរពអញ្ជើញបងប្អូនទៅតាមដានទស្សនាបន្តនៅវគ្គ test drive ទាំងអស់គ្នាបងប្អូនស្វាគមន៍មកកាន់វគ្គ test drive ទៅលើ Mitsubishi Xpander Cross 2026ចឹងបងប្អូនបើយើងនិយាយពីការកាត់សម្លេងរំខានពីខាងក្រៅខ្ញុំឃើញថាវាធ្វើបានល្អដោយសារតែសម្លេងរំខាននៅពេលដែលខ្ញុំរត់នៅលើផ្លូវបេតុងចេះជាទូទៅវាអាចទាំងលឺក៏ប៉ុន្តែសម្រាប់ Xpander Cross នេះលឺដែរតែលឺតិចបំផុតមានន័យថាវាកាត់បានល្អចំណុចនេះចំណុចដែលយើងត្រូវដឹង Xpander Cross 2026នេះគឺបានបំពាក់មកជាមួយនឹងប្រព័ន្ធ AYC Active Yaw Control នៅពេលដែលយើងបើកហើយយើងបួងបត់ផ្លូវកោង corner អញ្ចឹងគឺវាទប់លំនឹងឡាននឹងល្អមែនតើហើយអ្វីដែលខ្ញុំពេញចិត្តជាងគេគឺប្រព័ន្ធគ្រឿងក្រោមវាបានបំពាក់មកជាមួយនឹងប្រភេទប្រព័ន្ធគ្រឿងក្រោម MacPherson និង Torsion របៀបដែលវាមានប្រសិទ្ធភាពខ្ពស់កាត់បន្ថយនៅភាពរលាក់នៅពេលដែលយើងជិះលើផ្លូវដែលមិនរាបស្មើអញ្ចឹងខ្ញុំឃើញថាល្អមែនតើមានមកជាមួយនឹងតួគឺជាប្រភេទដៃថែបតួដៃថែបរបស់វាគឺរឹងមាំមែនតើកាត់បន្ថយហានិភ័យនៅក្នុងការប៉ះទង្គិចពងសុវត្ថិភាព6គ្រាប់មានទាំងខាងមុខខាងក្រោយទាំងអ្នករួមដំណើរនិងអ្នកបើកបរហើយមានទាំងផ្នែកចំហៀងគេហៅថាវាំងណូន Curtain Airbag ប្រព័ន្ធហ្វ្រាំង ABS EBD BA ក៏ដូចជាប្រព័ន្ធហ្វ្រាំងជំនួយជាដើមមានមកជាមួយនឹងប្រព័ន្ធជំនួយពេលឡើងចំណោតដែលជាប្រព័ន្ធ Hill Start Assist ប្រព័ន្ធ Emergency Stop Signal ដែលជាប្រព័ន្ធឲ្យសញ្ញានៅពេលដែលជន់ហ្វ្រាំងបន្ទាន់គឺលោតនៅខាងក្រោយបងប្អូនភ្លឺញាក់ដើម្បីឲ្យផ្នែកខាងក្រោយគាត់បានដឹង ASC ដែលជាប្រភេទប្រព័ន្ធ Active Stability Control មានន័យថាជាប្រព័ន្ធទប់លំនឹងឬជាប្រព័ន្ធ Review Camera ដែលជាកាមេរ៉ាបង្ហាញផ្នែកខាងក្រោយរួមមកជាមួយនឹងកៅអី ISOFIX សម្រាប់កុមារដែលយើងអាចធ្វើការដាក់កៅអីកុមារនៅផ្នែកខាងក្រោយបានដើម្បីឲ្យគាត់រួមដំណើរអង្គុយនៅខាងក្រោយបងប្អូនអរគ្នាហើយមានមកជាមួយនឹងប្រព័ន្ធ Anti Thief Alarm with Immobilizer ដែលជាប្រព័ន្ធការពារចោរកម្មវា alert ទៅដល់យើងដែលជាម្ចាស់រថយន្តដូចជាមានមកជាមួយនឹងប្រព័ន្ធ Seat Belt Reminder ដែលជាប្រព័ន្ធដាស់តឿននៅពេលដែលយើងមិនពាក់ខ្សែក្រវ៉ាត់ទៅលើកៅអីទាំងអស់នៅក្នុងរថយន្តតែម្ដងរួមមកជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនផ្សេងទៀតដែលខ្ញុំអត់ទាន់បានរៀបរាប់ជូនបងប្អូនទេសម្រាប់វគ្គ test drive គឺមានប៉ុណ្ណឹងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនា Mitsubishi Xpander Cross 2026នេះស័ក្តិសមសម្រាប់បងប្អូនដែលប្រើប្រាស់ជាលក្ខណៈគ្រួសារសន្សំសំចៃផាសុខភាពជាពិសេសគឺពាក់ព័ន្ធមួយសុវត្ថិភាពហើយ brand របស់ជប៉ុនចឹងល្អខ្លាំងមែនតើបងប្អូនគិតថារថយន្តនេះមានលក្ខណៈបែបណាខ្លះឬក៏ពេញចិត្តមិនពេញចិត្តឬក៏មានមតិយោបល់អ្វីបងប្អូនអាចធ្វើការ comment បានជាពិសេសបងប្អូនមានដំណឹងដ៏ល្អមួយជំរាបជូនទៅកាន់បងប្អូនអ្នកប្រើប្រាស់ Mitsubishi ទាំងអស់គឺបងប្អូនមានភាពកក់ក្ដៅជាងមុនដោយសារតែក្រុមហ៊ុន Mitsubishi មាននៅមជ្ឈមណ្ឌលថែទាំក៏ដូចជាដៃគូសហការដែលផ្ដល់សេវាកម្មទៅលើការថែទាំរថយន្ត Mitsubishi រហូតដល់8ទីតាំងក្របដណ្ដប់នៅក្នុងប្រទេសកម្ពុជារឹតតែពិសេសទៀតនោះពេលនេះសម្រាប់ភ្នំពេញមានចំនួន2សាខាដែលសាខាទី1ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្រោមស្ពានអាកាសផ្សារដីហុយនិងសាខាទី2នៅតាមបណ្ដោយផ្លូវមនីវង្សស្ថិតនៅម្ដុំក្រសួងកសិកម្មនិងស្ថានទូតវៀតណាមចឹងបងប្អូនទទួលនៅសេវាកម្ម after sale ឬក៏សេវាកម្មថែទាំប្រកបដោយភាពកក់ក្ដៅនិងទំនុកចិត្តខ្ពស់តែម្ដងបងប្អូនអរគ្នាចឹងបងប្អូនមានមតិយោបល់អ្វីពីវីដេអូនេះអាចធ្វើការ comment បានខ្ញុំបាទខេវរៈសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ Drive your ambition, Mitsubishi Motors.